សួស្តីបងប្អូនខ្ញុំបង្ហាញពីបញ្ហាម៉ាស៊ីនកណ្ដុរពួកសេរីពួក IR 4245រៀងចឹងពេលដែលយើង copy ទៅវាអក្សរវារៀងអក្សរវាជាន់ដានហើយអក្សរវារៀងភ្លូបងប្អូនចឹងវាបងប្អូនអាចមើលជាក់ស្ដែងបាននេះបងប្អូនណាអក្សរវាអត់ច្បាស់ហើយវារៀងជន់លើគ្នាពីរដងអញ្ចឹងដំណោះស្រាយវាទាំងអស់គ្នាដំបូងឡើងចូលទៅកាន់នេះចុចមក3លេខ2 1តមកបងប្អូនចូលទៅកាន់model ហើយបងប្អូនចូលទៅកាន់ copier បងប្អូនចូលកាន់ copier ហើយបងប្អូនមករកកន្លែង adjustment គឺ adjustment ជាស្រ័យបងប្អូនសារខ្ញុំកាន់ហើយចឹងវាបងប្អូនចូលកន្លែង laser គឺបងប្អូនមើលឃើញកន្លែងបងប្អូននេះកន្លែង PVE off ចឹងបងប្អូនយកវាចំនួន40តមកបងប្អូនមើលរោគមើលពាក្យបងប្អូនរោគពាក្យមួយគេហៅថា LDA J1 អញ្ចឹងបងប្អូនយកវាចំនួនលេខ1នេះJ1 លេខ1ហើយបន្ទាប់មកអូខេបន្ទាប់មកបងប្អូនរោគមុខដែលមាន LDA J4 and LDA J5 អញ្ចឹងកន្លែងហ្នឹងបងប្អូនដាក់វាយកចំនួន295អូខេតទៀតបងប្អូនដាក់វាយកចំនួន296អូខេតោះបងប្អូនចុចនេះណាច់ហើយកន្លែង LDA J6 នេះបងប្អូនយកវាដូចនេះដែរ296អូខេចឹងអូខេអស់ហើយបងប្អូនអស់នេះយើងចាប់ផ្ដើមចឹងមកហើយយើងបិទវាចោលមួយសិនទៅនេះបងប្អូនបន្ទាប់ពីយើង start វាមួយហើយអញ្ចឹងបងប្អូនយើងសាកទៅតេស្តមើលទាំងអស់នេះតើវាមកស្អាតដូចដើមអត់ហើយគឺกระดาษយើងត្រូវ copy អញ្ចឹងខ្ញុំដាក់វាផ្ដេកដោយសារតែម៉ាស៊ីនខ្ញុំវាត្រេទី1ឈរមានបញ្ហាអញ្ចឹងខ្ញុំក៏យក A4R យើងតេស្តអស់គ្នាមកថាវាស្អាតដូចមុនបងប្អូនបាទឃើញថាស្អាតវិញបងប្អូនលេងមានស្នាមព្រិលដូចមុនទេបងអរគុណច្រើន